មិនបាននឹងភាពក៏ក្លឿនរបស់ថៃប្រធានអាស៊ានបានទូរស័ព្ទទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីដូណាល់ត្រាំនៅមុននេះបន្តិចខ្ញុំបានបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងការបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិភាពក្នុងតំបន់ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាកម្ពុជាថៃលោកប្រធានាធិបតីដូណាល់ត្រាំបានទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសម៉ាឡេស៊ីក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃថាជាសមិទ្ធផលដ៏អស្ចារ្យដែលបង្ហាញពីអធិបតេយ្យភាពរបស់ប្រទេសម៉ាឡេស៊ីនិងភាពរឹងមាំក្នុងអាស៊ានខ្ញុំក៏សូមកោតសរសើរចំពោះទូនាទីដែលសហរដ្ឋអាមេរិកកំពុងដើរតួនាទីក្នុងការធានាថាបទឈប់បាញ់ត្រូវបានសម្រេចប្រទេសម៉ាឡេស៊ីទន្ទឹងរង់ចាំវត្តមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយដែលនឹងក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ការទូរស័ព្ទទៅកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានកាត់ឡើងជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលថៃបង្ហាញពីភាពកក្លឿនមិនគោរពបទឈប់បាញ់ហើយប្រកាសអំពីការប្រើប្រាស់កងទ័ពថៃដើម្បីឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជាចំនួន17ទីតាំងដោយផ្អែកលើផែនទីដែលគូសដោយឯកតោភាគី